មិនចេះបកស្រាយខ្លាយជាជនរងគ្រោះគ្មានទំនុកចិត្តក្នុងការនិយាយគ្មានសមត្ថភាពឆ្លើយតបគេបកមកយើងវិញយើងខ្លាយជាមនុស្សអាក្រក់ក្នុងក្រសែភ្នែកគេបណ្ដោយមិនចេះបកស្រាយខ្លាយជាជនរងគ្រោះរឿងខ្លះយើងអត់បានធ្វើអ្វីសោះតែដោយសាររូបយើងអត់ចេះនិយាយច្រើនអត់ចង់បកស្រាយនេះហើយយើងនឹងខ្លាចជាមនុស្សអាក្រក់ដោយពុំដឹងខ្លួនដោយគេចង់ចោទប្រកាន់យើងយ៉ាងដូចម្ដេចក៏បានស្រេចតែចិត្តគេចង់ថាមកលើយើងតែប៉ុណ្ណោះបើអ្នកបានខិតខំនឹងលះបង់អស់ហើយគ្រប់យ៉ាងហើយអ្នកបានខិតខំអ្នកមានសមត្ថភាពមិនធម្មតាដែរប៉ុន្តែហេតុអ្វីជោគជ័យហាក់ដូចនៅឆ្ងាយហើយសែនឆ្ងាយក្នុងโลกនេះគ្មានអ្នកជោគជ័យណាមិនពូកែទំនាក់ទំនងទេអ្នកមិនទាន់ជោគជ័យជួនកាលមកពីមនុស្សល្អនិងមានតម្លៃបំផុតក្នុងជីវិតរបស់អ្នកមិនទាន់មកដល់សូមចងចាំមនុស្សដែលទទួលខុសត្រូវស្មោះត្រង់កតញ្ញូនិងរីករាយតែងាយនឹងបានជួបមនុស្សល្អពីក្នុងជីវិតលឿនជាងមនុស្សដែលមិនទទួលខុសត្រូវមិនស្មោះត្រង់និងមិនកតញ្ញូហើយនឹងមិនរីករាយក្នុងឆាកជីវិតមនុស្សផ្ទុយពីគេខ្ញុំសឹកចិត្តធ្វើជាមនុស្សមិនចុះសម្រុងនឹងគេហើយក៏លែងចង់ផ្កិតចិត្តអ្នកណាទៀតដែរមិនថាជាទំនាក់ទំនងបែបណាឡើយឲ្យតែអ្នកចង់ឃ្លាតឆ្ងាយខ្ញុំដាច់ខាតនឹងមិនខាត់អ្នកឡើយខ្ញុំមិនមានគំនិតវែងហើយឆ្ងាយច្រើនទេវិធីតែមួយគត់ក្នុងការរស់នៅរបស់ខ្ញុំអ្នកណាប្រព្រឹត្តមកលើខ្ញុំបែបណាខ្ញុំនឹងប្រព្រឹត្តទៅលើពួកគេវិញបែបនោះដែរក្នុងឆាកជីវិតដែលនៅសេសសល់ខ្ញុំគ្រាន់ចង់ធ្វើជាមនុស្សម្នាក់ដែលមិនប្រជែងមិនដណ្ដើមមិនស្រឡាញ់មិនស្អប់មិនរស់នៅយ៉ាងសាមញ្ញមិនមែនមកពីខ្ញុំប្រែប្រួលនោះទេប៉ុន្តែមកពីគេនោះទេដែលធ្វើឲ្យខ្ញុំប្រែប្រួលចិត្តមនុស្សបានធ្វើឲ្យខ្ញុំផ្លាស់ប្ដូរគ្រប់យ៉ាងអស់រួចទៅហើយពីខ្ញុំបាទមាសវិសាល